គ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំវិលមកវិញម្ដងទៀតហើយជួបគ្នាជាមួយនឹងវីដេអូថ្មីសាច់រឿងថ្មីថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលជាសាច់រឿងពិតហើយជាសាច់រឿងដែលបងប្រុសម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ហើយក៏ធ្លាប់រស់នៅជាមួយគាត់ប៉ុន្តែពេលឥឡូវហ្នឹងគាត់បានស្លាប់បាត់បង់ជីវិតហើយប៉ុន្តែខ្ញុំនៅតែនឹកឃើញគាត់នៅតែចងចាំអំពើល្អរបស់គាត់អញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកសាច់រឿងរបស់បងប្រុសដែលគាត់នឹងជាអ្នកព្រីវែងជាមួយខ្ញុំហើយផ្ទះរបស់គាត់ក៏មិននៅជាអ្នកឆ្ងាយជាមួយខ្ញុំប្រហែលទេនៅជិតដែរទេប្រហែលជាខ្ទង់20គីឡូអញ្ចឹងយើងអាចជិះម៉ូតូអីមកផ្លែដល់ហើយប្រហែល10-20នាទី30នាទីអញ្ចឹងទៅអញ្ចឹងវាមិនថាឆ្ងាយប្រហែលទេហើយក៏ត្រូវជាអ្នកស្គាល់គ្នាជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំដែរហើយពេលមកដល់ពេញហ្នឹងខ្ញុំក៏ត្រូវពឹងពាក់គាត់ហ្នឹងដើម្បីស្នាក់អាស្រ័យជាមួយគាត់មករកការងារធ្វើនៅភ្នំពេញការកំឡុងដូចជាឆ្នាំ2010អញ្ចឹងគាត់ជាមនុស្សម្នាក់អាចនិយាយបានថាចិត្តស្និទ្ធគ្រាន់បើដែរជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំដោយសារតែផ្ទះគាត់ហ្នឹងជាអ្នកបិទស្រាសយើងហ្នឹងហើយផ្ទះខ្ញុំពេលហ្នឹងម្ដាយរបស់ខ្ញុំគាត់ជាអ្នកលក់អីវ៉ាន់ចាប់ហួយចឹងទៅមាននំនែកស្រាថ្នាំអីចឹងទៅហើយគាត់ជាអ្នកបិទស្រាប៉ុន្តែគាត់ដើរលក់ចែកចាយពីផ្ទះគាត់រហូតមកដល់ផ្ទះខ្ញុំនៅអ្នកលឿងនេះផ្ទះខ្ញុំនៅអ្នកលឿងផ្ទះគាត់នៅខាងស្រុកបាភ្នំក្នុងខេត្តព្រៃវែងចឹងទៅគាត់ក៏ចែកចាយបិទស្រាហ្នឹងចែកចាយរហូតមកដល់ផ្ទះខ្ញុំហ្នឹងទៅបានធ្វើឲ្យមានការស្គាល់គ្នារាប់អានគ្នាជាយូរឆ្នាំដែរហើយជាច្រើនឆ្នាំដោយសារការទំនាក់ទំនងទិញលក់ដូរស្រាសអញ្ចឹងទៅអញ្ចឹងឥឡូវយើងចូលសាច់រឿងយើងហ្មងទៅខ្ញុំសូមហៅគាត់ថាបងភួនដោយសារតែនេះជាឈ្មោះហៅក្រៅរបស់គាត់បងភួនគាត់រស់នៅគាត់កើតនៅខាងស្រុកបាភ្នំខេត្តព្រៃវែងគាត់ជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រចេញពីវត្តអារាមអញ្ចឹងទៅគាត់មានការរៀនសូត្រពីវត្តខ្លះការរៀនសូត្រនៅខាងសាលាខ្លះអញ្ចឹងទៅគាត់ជាមនុស្សម្នាក់ដែលរៀនបានច្រើនយល់ដឹងបានច្រើនចំណេះដឹងគាត់ខ្ពស់ហើយពេលដែលគាត់នៅផ្ទះហ្នឹងគឺគាត់រៀនផងគាត់រៀននៅសាលាផងគាត់រៀននៅវត្តផងហើយគាត់ជួយការងារផ្ទះដូចជាដឹកស្រាយកដើរដាក់តាមម៉ួយអញ្ចឹងទៅឪពុករបស់គាត់ជាអ្នកបិទស្រាគាត់ជាអ្នកដឹកពេលណាគាត់ទំនេរពីការសិក្សាអញ្ចឹងទៅគាត់ដឹកយកទៅឲ្យភ្ញៀវទៅហើយឪពុករបស់គាត់ជាអ្នកបិទស្រាទៅតែពេលណាបងភួននឹងគាត់រវល់គឺឪពុករបស់គាត់នឹងគឺជាអ្នកដឹកស្រានឹងយកទៅឲ្យភ្ញៀវដែលគាត់ទេកំងទេទិញអីចឹងទៅអញ្ចឹងគាត់រៀននៅបឋមនឹងរហូតដល់អនុវិទ្យាល័យគឺគាត់នៅជួយការងារឪពុកម្ដាយរបស់គាត់រហូតហើយគាត់ជាមនុស្សម្នាក់ដែលល្អដែលអាចនិយាយថាបើរើមនុស្សដែលអត់មានណាខ្ញុំហ៊ាននិយាយអញ្ចឹងហ្មងគឺដោយសារមិនបើខ្ញុំនិយាយអញ្ចឹងដោយសារតែបងភួនហ្នឹងពេលណាដែលគាត់ទៅណាឆ្ងាយឬដើរចេញពីផ្ទះឬទៅជួបឪពុកម្ដាយគាត់តែងតែលើកជង្គង់ថ្វាយបង្គំនិងជម្រាបសួរឪពុកម្ដាយរបស់គាត់មិនមែនជាការជម្រាបសួរធម្មតាទេក៏ប៉ុន្តែគាត់លើកជង្គង់ហើយថ្វាយបង្គំទៀតមិនថានៅផ្ទះមិនថានៅទីវាណាទេឲ្យតែគាត់ជួបឪពុកម្ដាយរបស់គាត់ដូចជាឧទាហរណ៍ថាគាត់ត្រូវឡើងមកបំពេញបេសកកម្មនៅតាមខេត្តក្នុងការសិក្សាអញ្ចឹងទៅបែកពីគ្រួសារគាត់មួយរយៈអញ្ចឹងទៅពេលគាត់ទៅដល់ផ្ទះវិញគាត់តែងតែទៅថ្វាយបង្គំឪពុកម្ដាយរបស់គាត់មុនគេពេលដែលខ្ញុំនិយាយថាគាត់ថ្វាយបង្គំខ្ញុំពេលដំបូងគឺខ្ញុំអត់សូវជឿទេដោយសារខ្ញុំអត់ទាន់ឃើញផ្ទាល់ភ្នែកប៉ុន្តែទៅថ្ងៃមួយដែលខ្ញុំឃើញគាត់ផ្ទាល់ភ្នែកពេលហ្នឹងគឺខ្ញុំនៅភ្នំពេញដែលធ្វើការហើយស្នាក់នៅបន្ទប់ជួលជាមួយគាត់អញ្ចឹងទៅខ្ញុំម្ដាយរបស់គាត់ហ្នឹងក៏បានមកលេងគាត់ហ្នឹងដល់ពេលម្ដាយគាត់មកលេងគាត់ម្ដាយរបស់គាត់មិនទាន់នឹងចូលដល់បងផ្ទះផងគាត់រត់ចេញពីបន្ទប់ជួលហ្នឹងទៅថ្វាយបង្គំម្ដាយរបស់គាត់ឪពុករបស់គាត់ដែលមកលេងកូននៅភ្នំពេញហ្នឹងមកលេងបងភួនហ្នឹងអញ្ចឹងពេលហ្នឹងធ្វើឲ្យខ្ញុំសភ្នែកខ្ញុំថា
ខ្ញុំអាចនិយាយថាអត់មានពីរទេមនុស្សរបៀបគាត់នេះគឺអត់មានពីរទេអ្នកដែលថ្វាយបង្គំឪពុកម្ដាយគឺកម្រណាស់ហើយមិនមែនជាថ្វាយបង្គំក្នុងលក្ខណៈកម្មវិធីអីទេគឺថ្វាយបង្គំជារៀងរាល់ពេលតែពេលក្រោយមកខ្ញុំតាមសង្កេតមើលគាត់គឺគាត់តែងតែធ្វើអញ្ចឹងមិនថានៅផ្ទះមិនថានៅទីវាលឬកន្លែងណាទេដែលគាត់ជួបឪពុកម្ដាយរបស់គាត់គឺគាត់តែងតែធ្វើអញ្ចឹងអាចនិយាយបានថាគាត់គឺជាមនុស្សម្នាក់ដែលល្អបំផុតនៅក្នុងសង្គមពិបាកនឹងរកបានហើយនៅទីអាវាសវត្តក៏ដូចគ្នាដែលដំណឹងបានពីព្រះសង្ឃដែលគាត់ជាភិក្ខុសង្ឃនិងជាចៅអធិការនិងជាអ្នកនៅវត្តដែលសិក្សារៀនជាមួយគាត់នឹងក៏បានចែករំលែកព័ត៌មានរបស់គាត់មកឲ្យខ្ញុំបានខ្លះដែរថាគាត់នឹងជាមនុស្សដែលល្អជាមនុស្សដែលចូលចិត្តយកអាសាគេជាមនុស្សដែលគេថាចេះជួយគ្នាទៅវិញទៅមកមិនរើសអើងមិនឆ្មើងឆ្មៃទោះគាត់ជាមនុស្សម្នាក់ដែលរៀនសូត្របានខ្ពង់ខ្ពស់ចេះដឹងប៉ុណ្ណាក៏ដោយតែគាត់មិនឆ្មើងឆ្មៃមិនរើសអើងអីទេគឺគាត់តែងតែគោរពស្រឡាញ់អ្នកជិតខាងជុំវិញខ្លួនទាំងអស់ហ្នឹងហើយប្រវត្តិរបស់គាត់ហ្នឹងគឺជាមនុស្សល្អក៏ប៉ុន្តែដោយសារតែខ្ញុំមិនទាន់បានជួបខ្ញុំមិនទាន់បានរស់នៅជាមួយគាត់ខ្ញុំជួបគាត់តែបាននៅពេលដែលគាត់ដឹកស្រាមមកឲ្យផ្ទះខ្ញុំដែលជាអ្នកលក់ចាភួយហ្នឹងគាត់ដឹកមកឲ្យហ្នឹងគឺឃើញសកម្មភាពរបស់គាត់គឺជាមនុស្សល្អគឺជាមនុស្សដែលចេះគោរពចាស់ទុំនិងចេះស្រឡាញ់បងប្អូនជិតខាងមិនថាខ្ញុំមិនដែលស្គាល់គាត់ទេពេលហ្នឹងគឺគាត់ស្រឡាញ់ខ្ញុំគឺគាត់ចូលចិត្តក្រុមគ្រួសារខ្ញុំគឺគាត់តែងតែនិយាយលេងយកចិត្តទុកដាក់ជាមួយប៉ុន្តែខ្ញុំនៅតែមិនទាន់អាចនិយាយបានថាគាត់ជាមនុស្សល្អទេពេលហ្នឹងឥឡូវប្រវត្តិរបស់គាត់ខ្ញុំសង្ខេបតែប៉ុណ្្នឹងទេដោយសារខ្ញុំចាំវាអត់សូវអស់វាយូរដែរហើយវារឿងភ្លេចដែរហើយឥឡូវខ្ញុំនិយាយចូលមកដល់គាត់មករស់នៅទីក្រុងភ្នំពេញហ្នឹងតែម្ដងទៅគាត់មករស់នៅទីក្រុងភ្នំពេញក្នុងកំឡុងឆ្នាំ2008 2009គាត់មកនៅ2008 2009គឺគាត់មករៀនបន្តនៅសាកលវិទ្យាល័យប៉ុន្តែខ្ញុំមិនបានចាំថាគាត់រៀនខាងជំនាញអ្វីទេដោយសារតែរឿងយូរពេកអញ្ចឹងគាត់មករៀននៅទីក្រុងភ្នំពេញក្នុងឆ្នាំ2008 2009រហូតដល់ខ្ញុំឡើងមកភ្នំពេញរើការងារធ្វើដែរគឺនៅឆ្នាំ2010 2011ហ្នឹងខ្ញុំឡើងមករើការងារធ្វើប៉ុន្តែនៅភ្នំពេញខ្ញុំអត់ដែលស្គាល់គេទេអញ្ចឹងខ្ញុំស្គាល់តែគាត់ហើយអញ្ចឹងទៅឪពុករបស់ខ្ញុំក៏បានតាក់ទងទៅឪពុករបស់គាត់ដើម្បីទំនាក់ទំនងសូមឲ្យខ្ញុំនឹងរស់នៅជាមួយបងប្អូនព្រោះគាត់ជាមនុស្សដែលម្នាក់ដែលទុកចិត្តបានដែលអាចថាយកអាសាយើងបានគាត់ជាមនុស្សល្អដែលចេះគ្រប់គ្រងយើងចឹងទៅព្រោះខ្ញុំពេលហ្នឹងគឺនៅក្មេងដែរទេគឺ18ឆ្នាំគឺខ្ញុំឡើងមករើការងារធ្វើដោយសារខ្ញុំអត់រៀនតទេគឺខ្ញុំរៀនចប់តែទី12ហើយខ្ញុំអត់មានលុយរៀនតគឺខ្ញុំបញ្ចប់ការសិក្សាតែត្រឹមប៉ុណ្ណឹងពេលដែលខ្ញុំឡើងមកទីក្រុងភ្នំពេញហ្នឹងគឺខ្ញុំបានសុំគាត់ស្នាក់នៅដោយឲ្យឪពុករបស់ខ្ញុំហ្នឹងគាត់សុំឲ្យខ្ញុំស្នាក់នៅជាមួយគាត់ចឹងទៅខ្ញុំក៏បានស្នាក់នៅជាមួយគាត់បន្ទប់ជួលមួយគឺមានគ្នា3នាក់មិត្តភ័ក្តិរបស់គាត់ម្នាក់និងខ្ញុំម្នាក់និងបងប្អូនម្នាក់ដែលមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ជាអ្នករៀនតដែរគឺគាត់រៀនបដាគឺគាត់ធ្វើការបដាដូចបងប្អូនដែរគាត់រៀនផងគាត់ធ្វើការផងគាត់រៀនពេលយប់ចឹងទៅពេលថ្ងៃគាត់ធ្វើការជាសន្តិសុខទាំងពីរនាក់មិត្តភ័ក្តិគាត់ហ្នឹងការដំបូងហ្នឹងគាត់ធ្វើការជាសន្តិសុខនៅម្ដុំស្នាក់ការកដាលសន្តិសុខហ្នឹងនៅជិតពេទ្យលោកសង្ឃនេះខ្ញុំដូចជាអត់ច្បាស់ទេពេលហ្នឹងហើយប៉ុន្តែក្រុមហ៊ុនសន្តិសុខហ្នឹងឥឡូវដូចជាអត់ឃើញទេកាលនោះអាគារធំដែរប៉ុន្តែឥឡូវដូចជាអត់ឃើញទេពេលហ្នឹងគឺគាត់ធ្វើជាសន្តិសុខស្នាក់ការនៅហ្នឹងប៉ុន្តែគាត់យើងដឹងហើយសន្តិសុខគឺការធ្វើការយាមចល័តមិនថាមិនមែននៅមួយកន្លែងទេគឺចល័តគ្រប់កន្លែងអញ្ចឹងពេលហ្នឹងគឺគាត់ជិះកង់ទៅធ្វើការទេកង់មួយម្នាក់ជាមួយមិត្តភ័ក្តិគាត់ហ្នឹងហើយខ្ញុំអត់មានកង់ជិះទេដោយសារតែខ្ញុំមករើការងារធ្វើគាត់មានកង់2នាក់មិត្តភ័ក្តិរបស់គាត់ហ
ហើយគាត់ធ្វើការហ្នឹងក្រុមហ៊ុនតែមួយជាមួយមិត្តភ័ក្តិរបស់គាត់ដែលរៀនដំណើរគ្នាមករៀនសាកលជាមួយគ្នាទៀតយើងត្រឡប់មកវិញបន្តិចពេលដែលខ្ញុំមករស់នៅជាមួយគាត់ហ្នឹងបានខ្ញុំដឹងថាគាត់នឹងជាមនុស្សបែបណាគាត់ជាមនុស្សមួយដែលថាចេះយកអាសាគេចេះជួយអ្នកដទៃជាពិសេសមិត្តភ័ក្តិអ្នកដែលស្គាល់គ្នាចិត្តដិតគឺគាត់ជួយខ្លាំងមែនទែនអស់ពីចិត្តពីពោះហ្មងខ្ញុំអាចនិយាយបានថាអញ្ចឹងដោយសារតែពេលហ្នឹងគឺខ្ញុំរស់នៅជាមួយគាត់ខ្ញុំរស់នៅបន្ទប់ជាមួយគាត់បានរយៈពេលប្រហែលជា1ឆ្នាំដែររៀងយូរដែរអញ្ចឹងខ្ញុំអាចដឹងចិត្តគាត់ពេលណាដែលខ្ញុំអត់លុយអញ្ចឹងទៅគាត់អាចឲ្យខ្ញុំខ្ចីលុយទិញបាយទិញអីហូបអញ្ចឹងទៅហើយពេលដែលយើងឈឺយើងជាគាត់តែងតែទៅទិញថ្នាំឲ្យយើងឬមួយក៏កោសខ្យល់ឲ្យយើងអញ្ចឹងទៅបើនិយាយពីការរស់នៅជាមួយគាត់ខ្ញុំរស់នៅជាមួយគាត់នឹងប្រៀបគាត់ទុកដូចខ្ញុំនឹងប្រៀបដូចជាប្អូនបង្កើតរបស់គាត់អញ្ចឹងគឺគាត់មិនដែលនិយាយអាក្រក់គាត់តែងតែបញ្យល់ណែនាំយើងឲ្យធ្វើអំពើណាដែលសង្គមគេរាប់អានដែលសង្គមគេទទួលយកហើយគាត់តែងតែបង្រៀនយើងអំពីបញ្ហាផ្សេងដូចជាលុយជាកាក់យើងមករកស៊ីធ្វើការនៅភ្នំពេញអញ្ចឹងយើងតែងតែទៅធ្វើការគេអញ្ចឹងទៅពេលខ្លះទៅយើងបានលុយមកវិញគាត់តែងតែបញ្យល់ឲ្យយើងត្រូវចាយប៉ុណ្នេះត្រូវទុកប៉ុណ្នេះត្រូវផ្ញើប៉ុណ្នេះទៅផ្ទះគាត់តែងតែណែនាំយើងគ្រប់ពេលមិនថាខ្ញុំជាអ្នកនៅបន្ទប់ជួលជាមួយគាត់ទេទាំងអស់គ្នាដែលនៅបន្ទប់ជួលចិត្តហ្នឹងគឺគេគ្រប់ស្រឡាញ់គាត់ទាំងអស់គ្នាគឺដោយសារតែអត្តចរិតរបស់គាត់គឺជាមនុស្សដែលចូលចិត្តយកអាសាគេនិងជាមនុស្សម្នាក់ដែលល្អអាចនិយាយបានថាអត់មានពីរទេដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងគឺមនុស្សគាត់គឺល្អបំផុតគាត់តែងតែគិតអំពីអ្នកដទៃជាងខ្លួនឯងមិនមែនគិតទាំងអស់គ្នាទេអ្នកដទៃណាដែលអាក្រក់គឺគាត់ក៏មិនទៅប៉ះពាល់ដែរគឺគេរស់នៅបែបគេទៅគាត់រស់នៅបែបគាត់អញ្ចឹងទៅអ្នកដទៃណាដែលល្អគឺគាត់តែងតែយកចិត្តអាសាទុកដាក់ជាមួយនឹងអ្នកជិតខាងមិនឲ្យមានថាបញ្ហាកម្មកុហកទេពេលដែលខ្ញុំរស់នៅជាមួយគាត់បានប្រហែលជាជិត1ឆ្នាំហ្នឹងគឺគាត់ចាប់ផ្ដើមមានគ្រួសារហើយគ្រួសារហ្នឹងមិនមែនជាអ្នកឆ្ងាយទេគឺជាកូនម្ចាស់ផ្ទះជួលនឹងតែម្ដងដោយសារតែឪពុកម្ដាយរបស់ម្ចាស់ផ្ទះជួលហ្នឹងគឺឃើញគាត់ជាមនុស្សមួយដែលល្អដែលអាចទុកចិត្តបានជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់អញ្ចឹងគាត់មិនប្រកាន់ថាបងភួនគាត់ជាមនុស្សអត់អីទេគឺគាត់លើកកូនស្រីគាត់ឲ្យរៀបការតាមប្រពៃណីរបស់ខ្មែរយើងអញ្ចឹងទៅពេលហ្នឹងបងភួនគាត់ធ្វើការជាសន្តិសុខប៉ុន្តែឪពុកម្ដាយរបស់ប្រពន្ធរបស់គាត់ហ្នឹងគឺមិនរើសអើងទេឪពុកម្ដាយរបស់គាត់ហ្នឹងគឺជាអ្នកធូរធារដែរប៉ុន្តែគាត់មិនរើសអើងទេហើយប្រពន្ធរបស់គាត់ហ្នឹងក៏ស្រឡាញ់បងភួនខ្លាំងដែរដោយសារតែបងភួនហ្នឹងគាត់ជាមនុស្សល្អអ្នកផ្ទះជួលម្ដុំហ្នឹងអ្នកណាក៏ស្គាល់គាត់ដែរពេលដែលគាត់រៀបការរួចគាត់បានចេញពីបន្ទប់ជួលដែលនៅគ្នា3នាក់ជាមួយនឹងខ្ញុំហ្នឹងគាត់ចេញទៅនៅបន្ទប់ជាមួយប្រពន្ធរបស់គាត់ដែលជាកូនម្ចាស់ផ្ទះជួលហ្នឹងហើយបន្ទប់ដែលខ្ញុំនៅហ្នឹងគឺខ្ញុំនៅតែ2នាក់បងប្រុសគាត់ឈ្មោះបងសាននៅ2នាក់បងសានហ្នឹងហើយបងភួនហ្នឹងគាត់ទៅនៅជាមួយប្រពន្ធរបស់គាត់នៅបន្ទប់ម្ចាស់ផ្ទះចឹងទៅហើយពេលហ្នឹងគឺគាត់ធ្វើជាម្ចាស់ផ្ទះហើយដោយសារគាត់បានរៀបការជាមួយនឹងកូនស្រីម្ចាស់ផ្ទះចឹងទៅឪពុកម្ដាយរបស់បងស្រីហ្នឹងគឺគាត់បានចែកគេអកផ្ទះហ្នឹងឲ្យទៅគាត់អញ្ចឹងទៅគាត់ខ្លាយជាម្ចាស់ផ្ទះជួលហ្នឹងទៅពេលដែលគាត់រៀបការហើយគាត់ខ្លាយជាម្ចាស់ផ្ទះជួលហើយក៏ដោយក៏គាត់មិនដេកស៊ីកម្លាំងដេកស៊ីលុយផ្ទះជួលហ្នឹងដែរគឺផ្ទះជួលហ្នឹងគឺឲ្យប្រពន្ធរបស់គាត់អ្នកមើលហើយនឹងលក់ដូរអីវ៉ាន់ចាប់ហួយបន្តិចបន្តួចនៅផ្ទះហ្នឹងទៅគាត់ធ្វើការជាសន្តិសុខដដែលប៉ុន្តែគាត់ដូរមកធ្វើនៅខាងក្រុមហ៊ុនមួយនៅជិតផ្ទះរបស់គាត់ប៉ុន្តែខ្ញុំភ្លេចឈ្មោះក្រុមហ៊ុនហ្នឹងហើយប៉ុន្តែគាត់ម្ដងហ្នឹងគាត់ធ្វើជាប្រធានគេហៅប្រធានតំបន់អញ្ចឹងគឺមកក៏មេតំបន់មិនដឹងទេនេះខ្ញុំភ្លេចបាត់ហើយប៉ុន្តែខ្ញុំដឹងថាគាត់ទូនាទីរបស់គាត់គឺជាប្រធានអញ្ចឹងលើសពីបុគ្គលិកធម្មតាហើយអញ្ចឹងពេលហ្នឹងគឺគាត់ធ្វើជាប្រធានហើយប្រពន្ធរបស់គាត់លក់អីវ៉ាន់ចាប់ហួយនៅផ្ទះហើយនឹងមានបន្ទប់ជួលសម្រាប់ក
គាត់មើលថែអញ្ចឹងទៅបន្ទាប់ពីនឹងមកខ្ញុំបានឈប់ធ្វើការនៅភ្នំពេញដោយសារតែខ្ញុំពេលហ្នឹងគឺខ្ញុំត្រូវទៅបួសមិនត្រូវទៅបួសទេគឺចិត្តខ្ញុំគឺចង់បួសអញ្ចឹងទៅគឺខ្ញុំទៅបួសនៅឯស្រុកបាភ្នំដែរក៏ប៉ុន្តែនៅឆ្ងាយពីផ្ទះគាត់ប្រហែលជាខ្ទង់10គីឡូដីខ្ញុំទៅបួសនៅឯស្រុកកំណើតរបស់ខ្ញុំហ្នឹងពេលដែលខ្ញុំទៅបួសបានរយៈពេលប្រហែលជាមួយវស្សាហ្នឹងខ្ញុំបានចេញមករៀនភាសាបាលីនៅឯវត្តនៅជិតផ្ទះគាត់ខ្ញុំបានមកចេញរៀនភាសាបាលីនៅហ្នឹងបានរយៈពេលជិតមួយវស្សាទៀតពេលដែលខ្ញុំរៀនភាសាបាលីនៅជិតផ្ទះរបស់គាត់ហ្នឹងគឺខ្ញុំអាសាទៅលេងផ្ទះរបស់គាត់ដែរព្រោះផ្ទះរបស់គាត់នៅជិតវត្តដែរទេអញ្ចឹងយើងអាចដើរទៅបន្តិចដល់ហើយមិនជាអ្នកឆ្ងាយទេដើរតែ 4-5 នាទីដល់ហើយសុំទោសបងប្អូនដោយសារតែពងកខ្ញុំដូចជាមិនស្រួលទេតាំងពីដើមរហូតមកដល់ឥឡូវហ្នឹងឥឡូវយើងចូលសាច់រឿងវិញទៅពេលហ្នឹងគឺខ្ញុំអាសាទៅលេងផ្ទះគាត់ទេព្រោះខ្ញុំរាប់អានផ្ទះគាត់ក្រុមគ្រួសាររបស់គាត់ហ្នឹងដូចជាបងប្អូនសាច់ញាតិខ្ញុំដែរដោយសារតែគ្រួសាររបស់គាត់ហ្នឹងគឺជាមនុស្សល្អដែរហើយពេលហ្នឹងគឺខ្ញុំបានដាច់ទំនាក់ទំនងជាមួយគាត់ហើយដោយសារតែពេលហ្នឹងគឺមិនទាន់មាន smartphone ទំនើបអីដូចបច្ចុប្បន្នហ្នឹងទេអត់មានFacebook មានអីទេមានហើយ Facebook ពេលហ្នឹងប៉ុន្តែមានមួយសម្រាប់តែកូនអ្នកធូធីអីចឹងទៅគាត់មានថវិកាទិញប្រើហើយសម្រាប់ smartphone ចំនួន iPhone 3 iPhone 4 កាលនោះខ្ញុំដូចជាមិនសូវច្បាស់ដែរចំនួន iPhone 3 iPhone 4 ប៉ុន្តែគឺខ្ញុំអត់មានសមត្ថភាពទេខ្ញុំប្រើទូរស័ព្ទប៊ូតុងធម្មតាចុចប៊ូតុងធម្មតាទេនៅទេតាមលេខធម្មតាទេអញ្ចឹងហើយធ្វើឲ្យដាច់ទំនាក់ទំនងរវាងគាត់ជាមួយនឹងខ្ញុំនឹងដាច់រយៈពេលប្រហែលជា2ឆ្នាំគឺលែងបានទំនាក់ទំនងគ្នាដោយសារតែខ្ញុំមិនមានទូរស័ព្ទប្រើទេខ្ញុំមានទូរស័ព្ទប្រើតែចុងក្រោយដែលខ្ញុំនៅជាព្រះសង្ឃហ្នឹងទេបាទខ្ញុំមានទូរស័ព្ទចុចប៊ូតុងមួយសម្រាប់ទំនាក់ទំនងទៅខាងក្រុមគ្រួសាររបស់ខ្ញុំពេលហ្នឹងគឺខ្ញុំរៀនភាសាបាលីនៅជិតផ្ទះគាត់ហ្នឹងនៅពេលយប់មួយដែលខ្ញុំទទួលបានដំណឹងដែលថាมันគួរឲ្យចង់ឮมันគួរឲ្យចង់ដឹងហើយក៏មិនជឿនឹងភ្នែកគាត់មានប្អូនប្រុសម្នាក់សំទោសប្អូនប្រុសមួយអង្គដែលគាត់ដែលលោកបានបួសជាសាមណេរដែរលោកបានបួសជាសាមណេរដែរពេលនោះខ្ញុំបួសជាភិក្ខុអញ្ចឹងទៅខ្ញុំបានទទួលដំណឹងពីព្រះអង្គសាមណេរហ្នឹងលោកបានប្រាប់ខ្ញុំថាបងប្រុសរបស់គាត់របស់លោកហ្នឹងគឺបានស្លាប់ហើយក៏ខ្ញុំសួរបញ្ជាក់គាត់ថាគាត់លោកនិយាយហ្នឹងពិតមែនអីលោកបានបញ្ជាក់រៀបរាប់ពីសាច់រឿងដែលថាគាត់ស្លាប់ហ្នឹងដែលគាត់ទទួលបានព័ត៌មានពីខាងក្រុមគ្រួសារគាត់នៅខាងភ្នំពេញហ្នឹងគឺគាត់បាននិយាយប្រាប់ខ្ញុំថាផ្ទះរបស់គាត់ហ្នឹងគឺទឹកលិចពីភ្លៀងមកគឺមានទឹកលិចប៉ុន្តែលិចមិនជ្រៅទេលិចប្រហែលជាលើកជើងតិចចឹងវាមិនជាអ្នកជ្រៅទេផ្ទះរបស់គាត់ហ្នឹងកាលនោះគឺនៅរៀងចាស់ដែរទេហើយដោយសារតែផ្លូវអីក៏គេមិនទាន់បានធ្វើអីបានដែរគឺមានតែផ្លូវលំធម្មតាទេអញ្ចឹងគឺយើងមិនអាចមានផ្លូវដើរបានប៉ុន្តែมันមានប្រព័ន្ធលូมันមានផ្លូវល្អគ្រប់គ្រាន់ទេពេលនោះប៉ុន្តែពេលឥឡូវគឺបានស្អាតហើយពេលនោះគឺផ្ទះរបស់គាត់នឹងលិចទឹកលើកជើងបន្តិចអញ្ចឹងទៅធ្វើឲ្យលិចចូលបន្ទប់ដែលនៅខាងក្រោមនឹងលិចចូលទាំងអស់ប៉ុន្តែគ្រប់បន្ទប់គឺមានគ្រែទាំងអស់គឺគាត់សម្រាកនៅលើគ្រែប៉ុន្តែចៃដន្យអីគឺពេលហ្នឹងគាត់បានចេញពីបន្ទប់ហើយគាត់ក៏បានទាញទ្វារបិទបន្ទប់ហើយទ្វាររបស់គាត់ហ្នឹងគឺជាទ្វារដែកដាក់កញ្ចក់ខាងលើត្រឹមដូចជាខ្ទង់ត្រឹមចង្កេះចូលក្រោមគឺបាំងជញ្ជាំងដៃទ្វារហ្នឹងប៉ុន្តែត្រឹមចង្កេះឡើងលើគឺប្រើកញ្ចក់
កញ្ចក់រៀងខ្មៅមិនជាអ្នកថ្លាទេគេដូចជាស្តៀងកញ្ចក់រ៉ៃបាំងអញ្ចឹងតែយើងមើលពីក្នុងឃើញខាងក្រៅអត់ឃើញទេអញ្ចឹងគាត់បានទាញទ្វារបិទតែជាអកុសលអីគឺខ្សែភ្លើងគឺជាប់នៅទ្វារហ្នឹងគឺធ្វើឲ្យគៀបគាត់ទាញមកគៀបនឹងខ្សែភ្លើងហើយក៏បានដាច់ពេលហ្នឹងគឺគាត់ឈរនៅក្នុងទឹកហ្នឹងអញ្ចឹងទៅគឺបានធ្វើឲ្យគាត់ស្លាប់ភ្លាមដោយសារតែពេលហ្នឹងគឺគាត់នៅម្នាក់ឯងប្រពន្ធរបស់គាត់គឺបានទៅផ្សារហើយអ្នកផ្ទះជួលដែលនៅជួលផ្ទះហ្នឹងគឺគេអត់ទាន់ដល់ម៉ោងចេញពីធ្វើការទេខ្ទង់ប្រហែលជាម៉ោង4ជាងហ្នឹងប៉ុន្តែអ្នកផ្ទះជួលរបស់គាត់គឺធ្វើការម៉ោង6ម៉ោង7ទើបចេញអញ្ចឹងទៅធ្វើឲ្យអត់មានអ្នកណាឃើញទេដោយសារតែប្រពន្ធរបស់គាត់នៅផ្ទះអញ្ចឹងទៅពេលហ្នឹងគឺជារឿងអកុសលបំផុតដែលខ្ញុំមិននឹកស្មានដល់ថាហេតុអ្វីបានជាមនុស្សល្អហេតុអ្វីបានជាឆាប់ស្លាប់ការគាត់ស្លាប់ហ្នឹងខ្ទង់កំឡុងអាយុប្រហែលជា27ទៅ28ឆ្នាំទេកាលនោះគឺខ្ញុំនៅក្មេងដែរទេគឺខ្ញុំខ្ទង់អាយុ19ទៅ20ឆ្នាំហើយពេលដែលខ្ញុំទទួលបានដំណឹងហ្នឹងគឺនៅពេលយប់ប្រហែលជាខ្ទង់ម៉ោង8ដោយសារតែសពរបស់គាត់ទៅដឹកយកមកតម្កល់នៅឯគ្រួសាររបស់គាត់នៅឯឪពុកម្ដាយរបស់គាត់នៅខាងស្រុកបាភ្នំនឹងវិញអញ្ចឹងហើយធ្វើឲ្យខ្ញុំដឹងដំណឹងហ្នឹងពីប្អូនរបស់គាត់ហ្នឹងត្រូវជាលោកដែលនៅវត្តជាមួយខ្ញុំនៅរៀនជាមួយគ្នាហ្នឹងដឹងដំណឹងហ្នឹងប្រហែលជាខ្ទង់ម៉ោង8យប់ពេលដឹកសពមកដល់ផ្ទះខ្ទង់ប្រហែលជាម៉ោង9ជាងយប់ពេលហ្នឹងខ្ញុំក៏បានទៅមើលគាត់ទាំងយប់ហើយនឹងព្រះអង្គផ្សេងទៀតពេលហ្នឹងគឺទៅច្រើនអង្គដោយសារតែឪពុករបស់គាត់ក៏ជាអាចារ្យវត្តនៅនឹងដែរហើយគាត់នឹងក៏ធ្លាប់រៀនសូត្រនៅវត្តនឹងដែរដូចខ្ញុំនិយាយតាំងពីដើមវីដេអូអញ្ចឹងគាត់ក៏ធ្លាប់រៀនសូត្រនៅនឹងដែរក៏ប៉ុន្តែគាត់មិនបានបួសជាព្រះសង្ឃអីទេអញ្ចឹងទៅពេលយប់ហ្នឹងគឺព្រះសង្ឃច្រើនអង្គខ្ញុំអត់បានថាចាំជាប្រហែលអង្គទេខ្ទង់ជា10អង្គជាងទៅមើលគាត់រួមជាមួយនឹងខ្ញុំដែរពេលហ្នឹងគឺខ្ញុំមិននឹកស្មានថាគាត់អាយុខ្លីដល់ថ្នាក់ហ្នឹងទេគាត់អាយុត្រឹមតែ20ជាងក្រាស់អញ្ចឹងគឺគាត់ស្លាប់លឿនទាំងគាត់មានកូនមួយនៅក្នុងពោះមិនទាន់បានសម្រាលទេគឺគាត់មានកូនមួយនៅក្នុងពោះគាត់អត់ទាន់បានសម្រាលកូនទេគាត់មិនទាន់បានឃើញមុខកូនស្រីរបស់គាត់ផងគឺគាត់បានស្លាប់ទៅហើយពេលហ្នឹងគឺខ្ញុំថាពិបាកនឹងទទួលយកព្រោះដោយសារតែមនុស្សល្អពេកហើយហេតុអីបានឆាប់ស្លាប់ទុកឲ្យប្រពន្ធរបស់គាត់និងកូនស្រីរបស់គាត់នៅ2នាក់ម្ដាយកូនពេលហ្នឹងគឺក្រុមគ្រួសារគាត់ទាំងអស់ជាពិសេសម្ដាយឪពុករបស់គាត់គឺគាត់ទទួលយកមិនបានរហូតដល់ថ្នាក់សន្លប់បាត់បង់ស្មារតីពេលហ្នឹងគឺធ្វើឲ្យផ្ទះមួយដែលធ្លាប់តែសុខសាន្តដែលធ្លាប់តែមានសំណោចសោកកាសក្អាយពេញផ្ទះបែរទៅជាសំឡេងទ្រហោយំទាំងក្រុមគ្រួសាររបស់គាត់ទ្រហោយំទាំងមិត្តភ័ក្តិរបស់គាត់ក៏មកចូលរួមនៅពេលហ្នឹងផងដែររួមទាំងខ្ញុំផងដែរពេលហ្នឹងខ្ញុំជាព្រះសង្ឃក៏ប៉ុន្តែខ្ញុំក៏ទប់ទឹកភ្នែកអត់បានដែរដោយសារតែស្ដាយមនុស្សគាត់ប្រៀបដូចជាបងប្រុសរបស់ខ្ញុំម្នាក់ដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នាដោយសារតែធ្វើឲ្យខ្ញុំក្តុកក្តួលខ្លាំងពេកខ្ញុំនិយាយទៅមុខទៀតលែងបានដោយសារតែនឹកស្ដាយចំណោះគាត់ខ្លាំងពេកក៏ខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងទៅបើខ្ញុំនិយាយទៅមុខទៀតក៏ខ្ញុំនិយាយទៅបងប្អូនស្ដាប់អត់ច្បាស់ដែរដោយសារតែអារម្មណ៍របស់ខ្ញុំពេលហ្នឹងគឺទប់លែងបានហើយគឺក្តុកក្តួលខ្លាំងមែនទែនដោយសារតែនឹកឃើញអនុស្សាវរីយ៍ពីដើមជាមួយគាត់ចង់ច្រើនតាំងពីខ្ញុំនៅរៀនថ្នាក់ទី8ទី9គឺខ្ញុំបានចាប់ផ្ដើមស្គាល់គាត់រហូតមកដល់ខ្ញុំបួសជាព្រះសង្ឃ4-10ឆ្នាំដែលខ្ញុំបានស្គាល់គាត់អញ្ចឹងធ្វើពេលនេះធ្វើខ្ញុំទទួលយកអត់បានទាំងពេលដែលគាត់ស្លាប់ភ្លាមរហូតមកដល់ពេលហ្នឹងអញ្ចឹងគឺខ្ញុំសូមបញ្ចប់សាច់រឿងតែប៉ុណ្្នឹងទៅចោះ